LP របស់យើងសរុបទាំងអស់ចំនួន80លានរៀលប៉ុន្តែម្ចាស់ពៀននឹងទទួលបាន60លានរៀលព្រមទាំងខ្សែកពានរង្វាន់ដ៏អស្ចារ្យវ៉ាវខ្សែកខ្លាំងមែនតែនបងខ្សែកពានរង្វាន់កំពុងតែបង្ហាញសម្រស់នៅលើឆាក Rapper Fighter រដូវកាលទី2វគ្គផ្ដាច់ព្រាត់ខណៈពេលនេះខ្ញុំមិនបង្អង់យូរសូមអញ្ជើញកោះហៅនៅ Top 3 របស់យើងឡើងមកកាន់លើវេទិកាសូមសម្ដែងហូជូន Top 3 របស់យើងមួយទៀតបាទកាន់តែខិតជិតមែនទែនហើយជាមួយនឹងការស្វែងរកបេសកកម្មស្វែងរកជើងឯកម្ចាស់ពៀន Rapper Fighter រដូវកាលទី2ចង់ដឹងថាសំបុកឬមួយក៏ឡាតូឬមួយក៏ Gen Z ដែលជាម្ចាស់ជើងឯកនៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2នេះអ្នកទាំង3សិតតែជាបេក្ខជន Fighter ដែលមានសមត្ថភាពខ្លាំងដូចគ្នាដោយឡែកពានរង្វាន់របស់យើងមានតែមួយតែប៉ុណ្ណោះសូមបញ្ជាក់ថាបើទោះបីជាអ្នកទាំង3បានប្រកួតច្រើនរហូតមកដល់វគ្គផ្ដាច់ព្រាត់នេះយើងពិតជាបានឃើញនូវភាពស្វាត់ស្វែងការដាក់ទាំងកម្លាំងកាយកម្លាំងចិត្តការយកចិត្តទុកដាក់នៅក្នុងការស្ដាប់ជាមួយនឹងដំបូន្មានក៏ដូចជាការបង្រៀនរបស់ខូចដ៏អស្ចារ្យរបស់យើងនៅខាងក្រោយនេះពួកគាត់ពិតជាព្យាយាមតស៊ូរហូតមកដល់វគ្គផ្ដាច់ព្រាត់នេះគឺពួកគាត់សិស្សឹងតែជា Fighter ដ៏ពូកែបំផុតមកពីចម្ងាយទាំង3នាក់បានមកពីចម្ងាយបានធ្វើការលុតដំខិតខំប្រឹងប្រែងធ្វើការជាមួយនឹងកូនក្រុមធ្វើការជាមួយនឹង Fighter ផ្សេងធ្វើការជាមួយនឹង Coach រហូតបានមកជន់នៅលើឆាក Rapper Fighter រដូវកាលទី2នៅវគ្គផ្ដាច់ព្រាត់នេះទាំង3នាក់សុទ្ធតែជាជើងខ្លាំងប៉ុន្តែយ៉ាងណាមិញពាក្យថាជើងឯកគឺមានតែមួយរូបគត់ខណៈពេលនេះសូមអញ្ជើញសហការីយកនៅលទ្ធផល Rapper Fighter រដូវកាលទី2ជើងឯក Rapper Fighter រដូវកាលទី2ឡើងមកកាន់លើវេទិកា Oh my god ប្រិយមិត្តទស្សនិកជនទីគោរពនិងជាទីមេត្រីចូលរួមអត់មើលទាំងអស់គ្នាថាតើម្ចាស់ពៀននៅក្នុងរដូវកាលទី2គឺជា Fighter រូបណាចារំភើបក៏ដូចជាភ័យក្តុកក្តួលខ្លាំងមែនតើជាមួយចាជំនួស Fighter ទាំង3រូបដែលជា Top 3 នៅក្នុងកម្មវិធីចាឥឡូវនេះលោកភីកំពុងតែកាន់ជាមួយនឹងលទ្ធផលដ៏សុក្រិតមែនទែនទៅតាមការវោតរបស់បងប្អូនទូទាំងប្រទេសដើម្បីស្វែងរកម្ចាស់ជ័យលាភី Rapper Fighter រដូវកាលទី2នៅក្នុងប្រអប់ក៏ដូចជាសម្បត្តិឆ្នោតរបស់ Rapper Fighter រដូវកាលទី2ហើយនៅក្នុងដៃខ្ញុំបាទគឺជាលទ្ធផលនៃជើងឯកក្នុងកម្មវិធី Rapper Fighter រដូវកាលទី2វគ្គ Final នេះចង់ដឹងថាតើរវាង Gen Z Lato ហើយនិងសំបុកម្នាក់ណាគឺជាម្ចាស់ពាននៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2ខ្ញុំបាទសូមបើកនៅសម្បត្តិលទ្ធផលឥឡូវនេះបងប្អូនជាទីគោរពនិងជាទីមេត្រីប្រិយមិត្តទូរទស្សនិកជនទីគោរពនិងជាទីមេត្រីសូមត្រៀមនៅក្នុងការអបអរសាទរជាមួយនឹងទស្សនវិជ្ជាដ៏អស្ចារ្យមួយនេះនៅក្នុងពេលបន្តិចទៀតនេះដើម្បីស្វែងរកម្ចាស់ពានខ្សែកដ៏អស្ចារ្យនៅក្នុងរដូវកាលទី2នេះថាបានទៅលើ Fighter រូបណាម្ចាស់ពៀននៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2គឺជាជើងឯក
ហើយគឺជាអ្នកខ្លាំងដែល legit ទទួលបានការបូកច្រើនជាងគេពីសម្លេងរបស់មហាជនម្នាក់នោះមានទាំងសមត្ថភាពនិងទេពកោសល្យភ្ជាប់មកជាមួយចង់ដឹងថាតើអ្នកណាគេក្នុងចំណោម3រូបដែលមានដូចជា Gen Z Lato ហើយនិង Sambo ម្នាក់ណាដែលអាចលើកពានជាជើងឯកនៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2នេះម្នាក់នោះគឺមកចាប់ពាន Rapper Fighter រដូវកាលទី2បានទៅលើម្នាក់នោះគេងប់ឡើយម្នាក់នោះគឺមានឈ្មោះថាម្នាក់នោះគឺមានឈ្មោះថា Gen Z អបអរសាទរទៅកាន់ Gen Z ខ្លាយជាមកចាស់ជលភីនៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2 អូឲ្យមកចាប់ពានរដូវកាលទី2 Gen Z សមត្ថភាពដ៏អស្ចារ្យនៅក្នុងការប្រកួតជាច្រើនវគ្គរហូតមកដល់វគ្គផ្ដាច់ព្រាត់ទីបំផុតយើងបានរកឃើញនៅម្ចាស់ពានសម្រាប់កម្មវិធីរ៉េបដ៏ធំប្រចាំឆ្នាំដំណំបញ្ជូនជាពិសេសដោយ Gangsberg Snow Rapper Fighter រដូវកាលទី2អបអរសាទរ Gen Z ប្រិមត្តទស្សនិកជនទីគោរពនិងជាទីមេត្រីជាបន្តទៅទៀតយើងខ្ញុំទាំងអស់គ្នាមានកិត្តិយសសូមគោរពអញ្ជើញវត្តមាននៅក្នុងខ្ពស់របស់ Mr. Brune Gangsberg Brew Master តំណាងក្រុមហ៊ុន Gangsberg ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខដ៏ធំរបស់កម្មវិធីដ៏ធំប្រចាំឆ្នាំ Rapper Fighter ទាំងពីររដូវកាលដើម្បីផ្ដល់ជាកិត្តិយសនៅលើវេទិកាប្រគល់រង្វាន់ជូនទៅកាន់បេក្ខជនម្ចាស់ JLP និងជាបន្តទៅទៀតខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញវត្តមានរបស់ Mr. Glenn ដែលជា Exclusive Advisor របស់ស្ថានីយទូរទស្សន៍ PNN ផ្ដល់ជាកិត្តិយសនៅក្នុងការប្រគល់ជាមួយនឹងពានរង្វាន់ជូនទៅកាន់ម្ចាស់ JLP សូមបញ្ជាក់ថាម្ចាស់ JLP នៅក្នុងរាត្រីនេះសម្រាប់កម្មវិធី Rapper Fighter រដូវកាលទី2នឹងទទួលបានជាមួយនឹងទឹកប្រាក់រង្វាន់60លានរៀលនិងខ្សែកពាន Rapper Fighter ជាបន្តទៅទៀតនេះខ្ញុំបានមានកិត្តិយសសូមគោរពអញ្ជើញវត្តមានរបស់ Mr. Brune ដែលជា Gangsberg Brew Master តំណាងឲ្យក្រុមហ៊ុន Gangsberg ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខដ៏ធំរបស់កម្មវិធី Rapper Fighter ទាំងពីររដូវកាលផ្ដល់ជាកិត្តិយសនៅក្នុងការប្រគល់នៅប្រាក់រង្វាន់ជូនទៅកាន់ម្ចាស់ JLP សម្រាប់រដូវកាលទី2 Rapper Fighter រដូវកាលទី2 Fighter Gen Z អបអរសាទរ Gen Z ជាបន្តទៅទៀតខ្ញុំបានមានកិត្តិយសសូមគោរពអញ្ជើញវត្តមានរបស់លោក Romeo ដែលជាអ្នកដឹកនាំក៏ដូចជាដំណើរការនៅកម្មវិធីផ្ដល់ជាកិត្តិយសនៅក្នុងការដឹកនាំជាមួយនឹងពានរង្វាន់ខ្សែកដើម្បីប្រគល់ជូនទៅកាន់វត្តមាននៅក្នុងខ្ពស់របស់ Mr. Glenn ដែលជា Exclusive Advisor របស់ស្ថានីយទូរទស្សន៍ PNN ធ្វើការបំពាក់ជូនទៅកាន់ម្ចាស់ JLP នៅក្នុងរាត្រីនេះ Gen Z Oh my god ខ្សែកម្ចាស់ពានរដូវកាលទី2បានហោះមកហើយ Oh my god
Oh my god Of Osato ម្ចាស់ពាន Rapper Fighter រដូវកាលទី2 Jesseជាបន្តទៅទៀតនេះសូមគោរពអញ្ជើញវត្តមានរបស់ម្ចាស់ JLP នៅក្នុងកម្មវិធី Rapper Fighter នៅកាលទី2 Jancy មានពាក្យពេចន៍សម្រាប់កម្មវិធីទាំងមូលសូមគោរពអញ្ជើញត្រូវបញ្ជើញ Gen Z ជាបន្តនៅក្នុងការមានពាក្យពេចន៍ដើម្បីអរគុណដល់ការអ្នកគាំទ្រក៏ដូចជាចំណាប់អារម្មណ៍សម្រាប់ Gen Z ផ្ទាល់ដែលខ្លាចទៅជាម្ចាស់ពានកម្មវិធី Rap ដ៏ធំប្រចាំឆ្នាំ Rapper Fighter រដូវកាលទី2គ្រប់បញ្ជើញ Gen Z ជាដំបូងខ្ញុំបាន Gen Z សូមលើកម្រាមដៃ10អរគុណដល់ម្ចាស់ឧបត្ថម្ភធំ Gangster Snow បើសិនជាមាន Gangster Snow ក៏គ្មានកម្មវិធី Rapper Fighter Season 1 ឬក៏ Season 2 ដែលអាចឲ្យខ្ញុំមកបញ្ចេញសមត្ថភាពនៅលើទីនេះដែរមួយទៀតលោកគ្រូនិយាយvớiខ្ញុំថាលោកគ្រូអត់ដែររំពឹងថាឲ្យខ្ញុំបានពានទេតែលោកគ្រូនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យខ្ញុំជោគជ័យក្នុងវិស័យសិល្បៈនេះ Oh boy ហើយខ្ញុំចង់អរគុណទៅអ្នកគាំទ្រដ៏ស្មោះត្រង់របស់ខ្ញុំដែលគាំទ្រខ្ញុំតាំងពីវគ្គ1រហូតដល់វគ្គ Final នេះខ្ញុំសូមអរគុណដល់គ្រួសារខ្ញុំធីមរបស់ខ្ញុំមិត្តភ័ក្តិរបស់ខ្ញុំជាច្រើនដែលតែងតែគាំទ្រគ្រប់ជំហានរបស់ខ្ញុំសូមអរគុណ Wow យើងបានរកឃើញហើយជាមួយនឹងម្ចាស់ពានកម្មវិធី Rapper Fighter រដូវកាលទី2បេសកកម្មនៅក្នុងការស្វែងរកជើងឯកជាមួយនឹងការឧបត្ថម្ភធំដោយ Gangsbird បានរកឃើញនៅម្ចាស់ពាន Rapper Fighter រដូវកាលទី2 Everybody make some noise for Gen Z One more time everybody make some noise for Gangsbird អរគុណជាប្រសាទការ Gangsbird Snow ស្រាលជាងគេក្លឹបជាងគេលោជាងគេត្រឹមតែ 3.9 Gangsbird Snow Cool like that Gangsbird ជាលើវិស្រាវាធម្មតា ហើយពួកយើងនឹងសង្ឃឹមថាកម្មវិធី Rapper Fighter នឹងត្រឡប់មកវិញជាមួយនឹងរដូវកាលថ្មីគឺរដូវកាលទី3បើសិនជាចង់ឲ្យកម្មវិធី Rapper Fighter មានរដូវកាលទី3បងប្អូនទាំងអស់គ្នាកុំភ្លេចគាំទ្រ Gangsbird ពីកម្មវិធី Rapper Fighter នៅរដូវកាលទី2បានឈានមកដល់បញ្ចប់វគ្គផ្ដាច់ប្រដហើយសូមអរគុណសូមគោរពលា រីករាយសួស្តី